នេះថ្ងៃ20 ខែ 4 ហើយចង់បង្ហាញពីកន្លឹះមួយថាហេតុអីបានចន្ទីឆាប់បានប្រមូលផលបានផ្លែលឿនមុនគេគឺវានៅត្រង់ថាពេលប្រមូលផលហើយភ្លាមហ្នឹងវាបានបង្កើតត្រួយថ្មីឲ្យយើងវិញបានស្អាតល្អចឹងតងនេះមួយវាបានត្រួយថ្មី 2-3 ចឹងវាបង្កើតត្រួយថ្មីបាននៅពេលនេះវាជាត្រួយបំរុងសម្រាប់នៅរដូវកាលក្រោយហើយសួរថាធ្វើម៉េចទើបបានត្រួយថ្មីល្អចឹងបាទគឺយើងប្រើប្រាស់ជីកំប៉ុស្តMR គ្រូណៃម៉ារ៉ាហ្នឹងជាមួយនឹងជីទឹក MR នៅពេលដែលប្រមូលផលហើយនិងមុនពេលប្រមូលផលយើងដាក់គល់ម្ដងដើមដៃម្ដងចុងដៃម្ដងបន្ទាប់មកយើងបាញ់ថ្នាំលាយជាមួយនឹងថ្នាំសម្រាប់សត្វល្អិតដើម្បីកុំឲ្យវាមានសត្វល្អិតហ្នឹងស៊ីបំផ្លាញនៅត្រួយដែលកើតឡើងថ្មីអញ្ចឹងឆ្នាំក្រោយងាយក្នុងការផលិតផ្លែផ្កាខ្លាំងណាស់ព្រួយវាបានត្រួយបំរុងច្រើននេះត្រួយស្អាតមែនតើនេះលោកគ្រូដល់ហើយក៏ផ្លក់ហ្មងហើយ